ស្រីបងប្អូនសេកូនមិញ analyze វាទៅវាផ្សារវាបិទនៅចន្លោះនេះអញ្ចឹងអ្នកលេខ BC យល់ហើយវាបិទនៅខ្ញុំទាកត្រូវ59,960ចុចកតុយប្រហែលទៅអាហ្នឹងវាផ្សារវាបិទនៅចន្លោះប៉ុណ្ណឹងអញ្ចឹងបើបងប្អូនដឹងអាហ្នឹងយើងអាចទិញបានទិញមិនទិញបាយឬក៏ sell ឧទាហរណ៍ថាវាឡើងដល់ត្រឹមនេះអញ្ចឹងវានឹងចុះមកវិញនៅចន្លោះនៅក្នុងបរិវេណនេះបរិវេណ59,960អញ្ចឹងបើវានៅត្រឹមនេះវានឹងបើយើងទិញនៅក្នុងបរិវេណត្រឹមនេះវានឹងអាចឡើងដល់លើអញ្ចឹងចន្លោះហ្នឹងអាច make profit បានណាសម្រាប់ BTC ឥឡូវខ្ញុំកំពុងឲ្យ សេកូដវានេះអញ្ចឹងវាចុះហើយចាំមើលផ្សារថ្ងៃនេះថ្ងៃអាទិត្យអញ្ចឹង BTC វានឹងបិទនៅ59,960នេះបើយើងនៅចំណុចនេះយើងអាចទិញទៅវានឹងឡើងវិញអញ្ចឹងបងប្អូនអាចកំណត់អានោះឧទាហរណ៍ថានេះយើងអាចចុចទិញដំណឹងទៅអញ្ចឹងផ្សារវានឹងឡើងមកក្បែរនេះបងប្អូនដាក់stop loss សំនៀងមកក្រោមអញ្ចឹងវានឹងចំណេញនៅចន្លោះហ្នឹងហើយបើវានៅលើនេះអញ្ចឹងបងប្អូនទិញ sell មកវានឹងចុះមកវិញអញ្ចឹងផ្សារវាបិទនៅ59,960ខ្ញុំកំពុងឲ្យសេកូដលើ BTC ដោយសារមានភ្ញៀវនៅអង់គ្លេសគាត់កំងហើយប្រហែល 2-3 នាក់ខ្ញុំទទួលបាន 2 នាក់អញ្ចឹងខ្ញុំកំពុងឲ្យសេកូដហ្នឹងអញ្ចឹងឃើញហ៎វាឡើងដំណឹងវិញអញ្ចឹងបងប្អូនទិញចន្លោះពីនេះដូចខ្ញុំនិយាយមិញព្រោះហ្នឹងលេងទិញឡើងទៅវាចំណេញហើយបើប៉ុណ្នេះបើក្រាបនៅលើបងប្អូនទិញមកចុះមកចំណេញព្រោះផ្សារបិទនៅដូចនិយាយអញ្ចឹង59,960ខ្ញុំទៅសេកូដអានេះខ្ញុំប្រាប់ទៅលើវាការសេកូដគឺស្អីអញ្ចឹងឥឡូវខ្ញុំឡាន់ឈេងវាមួយទៀតសិនខ្ញុំដឹងតែខ្ញុំទៅសេអត់ទាន់ត្រូវខ្ញុំដោយសារខ្ញុំខានយូរឥឡូវខ្ញុំalgo trading ព្រោះនេះកូនទុំសេតែមិនដើមដែរនេះប្រកូនហ្នឹងខានយូរចង់ផ្លិចអត់មាន action អីសោះអត់មាន action អីទេចឹងសេអត់តន់ត្រូវវា error មួយមិញ error មួយសេទៅវា return value នេះ order send ចឹងវា error មួយខានយូវាចង់គ្រាប់ភ្លាំងដែរកូដចឹងវាមាន action ដែរជាកូដនោះអត់ដើរទេខ្ញុំនឹងសេម្ដងទៀតអូខេអញ្ចឹងម៉ោងនេះបងប្អូនណាទិញតាមអ្វីខ្ញុំប្រាប់ទៅអាច make profit បានហ្នឹងហើយក៏ទិញច្រើនតែប៉ុណ្្នឹងហើយព្រោះថ្ងៃនេះថ្ងៃអាទិត្យផ្សារវានឹងបិទដូចជាម៉ោង1 7:01ជាមិនដឹងណា BTC ហ្នឹងហើយខ្ញុំអត់សូវចាំដែរភ្លេចតែអូខេបាយបាយបងប្អូនចាំស្គាល់មើលលេខហ្នឹងទៅ